លោកយាងពេជ្រត្រូវបានគេប្តឹងពីបទឆបោកនិងបទរំលោភលើទំនុកចិត្តខណៈមិនព្រមសងប្រាក់ទៅម្ចាស់គេវិញបើទោះបីជាមានកិច្ចសន្យាសងប្រាក់ដឹងឮពីមេធាវីយ៉ាងណាក្តីយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះព្រំផ្លែនឆាតបានដាក់ពាក្យបណ្ដឹងទៅអមអាយកាសាលាដំបងខេត្តពោធិ៍សាត់ដោយលោកសូមបណ្ដឹងឈ្មោះយាងពេជ្រភេទប្រុសអាយុ55ឆ្នាំដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិពោអណ្ដើកសង្កាត់រលៀបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ពីបទឆបោកតាមមាត្រា377និង378និងបទរំលោភលើទំនុកចិត្តតាមមាត្រា391និងមាត្រា392នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាប្រភពខាងលើបានលើកឡើងថានៅអំឡុងខែមីនាឆ្នាំ2025ខ្ញុំបាទឈ្មោះព្រំផ្លែនឆាតនិងឈ្មោះយាងពេជ្រត្រូវជាអ្នករាប់អានគ្នាបន្ទាប់មកលោកយាងពេជ្របានព្យាយាមណាត់ជួបខ្ញុំម្ដងហើយម្ដងទៀតដើម្បីពិភាក្សាការងាររកស៊ីបូមខ្សាច់លក់រួចគាត់បានបញ្ចុះខ្ញុំឲ្យសហការចូលហ៊ុនជាមួយគាត់ក្នុងការរកស៊ីបូមខ្សាច់លក់ដោយគាត់អះអាងថាគាត់ស្គាល់ឈ្មោះរកស៊ីខ្សាច់ច្រើននិងមានទីផ្សារច្រើនផងដែរឲ្យតែយើងមានអាជ្ញាប័ណ្ណខ្សាច់ចំពោះចំណាយលើការរត់ការសុំអាជ្ញាប័ណ្ណគឺគាត់ឲ្យខ្ញុំជាអ្នករត់ការក្នុងនោះខ្ញុំបានចំណាយអស់ជាង$5,000ពុំមានវិក័យប័ត្រទេអ្នកធំច្រើនក្នុងការរត់ការបើកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដោយមានការជឿទុកចិត្តខ្ញុំបាទក៏សម្រេចចិត្តចូលហ៊ុនក្នុងការរកស៊ីបូមខ្សាច់លក់ជាមួយគាត់បន្ទាប់មកលោកយាងពេជ្របានឲ្យមនុស្សរបស់គាត់ឈ្មោះរីភិបជាអ្នកឈរឈ្មោះបើកអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់អាជីវកម្មខ្សាច់បកស្ថិតនៅភូមិថ្មីឃុំថ្នោតជុំស្រុកកកខេត្តពោធិ៍សាត់ក្នុងនោះដែលសាមីខ្លួនផ្ទាល់បានអះអាងថាក្នុងការរកស៊ីជាមួយគាត់នេះទោះជាមានការខាតបង់ក៏គាត់ជាអ្នកចេញមុខលើការខាតបង់ដែរប្រភពដដែលបន្ថែមថាម្យ៉ាងទៀតដោយសារគាត់បានលើកគម្រោងនិងអះអាងថាមានទីផ្សារផងនោះយើងក៏សម្រេចចិត្តចូលភាគហ៊ុនរកស៊ីជាមួយគ្នាដោយក្នុងនោះភាគីទាំងសងខាងបានឯកភាពថាគាត់ចូលរួម 40% ខ្ញុំចូលរួម 60% ដោយក្នុងនោះគាត់ជាអ្នកចេញមុខចាត់ចែងលើការងារបច្ចេកទេសនិងរ៉ាប់រងទៅលើការងារទាំងអស់ឲ្យខ្ញុំចូលរួមត្រឹមតែជាទឹកប្រាក់ទៅបានហើយក្នុងនោះខ្ញុំបាទត្រូវដាក់ទុនចំនួន$35,000លោកយាងពេជ្រត្រូវដាក់ទុនចំនួន$25,000ដោយមានទំនុកចិត្តជាមួយគ្នាទៅវិញទៅមកយើងទាំងពីរនាក់ពុំបានធ្វើកិច្ចសន្យាជាលីលាអសរអ្វីឡើយក្រោយរកស៊ីជាមួយគ្នាមួយរយៈមិនទាន់ចេញលទ្ធផលអ្វីនោះខ្លួនក៏អស់ជំនឿទៅលើគាត់ទើបខ្ញុំបានឲ្យគាត់ត្រឡប់សងប្រាក់មកខ្ញុំវិញដោយមិនចង់មានបញ្ហាជាមួយគ្នាបន្តសុខចិត្តទុកមុខរាប់អានគ្នាទៅថ្ងៃក្រោយល្អជាងហើយក្នុងការចំណាយរបស់ខ្ញុំសរុបប្រហែលជិត$40,000នោះគឺខ្ញុំសម្រេចយកពីគាត់ត្រឹមតែ$25,000ប៉ុណ្ណោះគឺសុខចិត្តខាតបង់ប្រាក់មួយចំនួនគាត់ទាំងពីរនាក់ឪពុកកូនក៏បានឯកភាពយល់ព្រមនិងទទួលស្គាល់នៅចំណុចខាងលើដែលបានលើកឡើងដូច្នេះគាត់បានសុំឲ្យខ្ញុំទុកពេលឲ្យគាត់រកប្រាក់មកសងវិញព្រមទាំងបានស្នើមកខ្ញុំដើម្បីឲ្យគាត់សងជាដំណាក់កាលដូចមានភ្ជាប់នៅក្នុងកិច្ចសន្យាថ្ងៃទី18ខែកក្កដាឆ្នាំ2025នៅក្នុងពេលភ្លាមបន្ទាប់ពីមានការឯកភាពគ្នាយើងក៏ធ្វើតាមកិច្ចសន្យាព្រមព្រៀងដោយមានមេធាវីជាអ្នករៀបចំជូនអ្វីដែលហួសចិត្តទៅទៀតនោះគឺទោះបីជាមានកិច្ចសន្យាដោយមានការដឹងឮពីមេធាវីយ៉ាងណាក្តីក៏លោកយាងពេជ្រមិនគោរពតាមពាក្យសន្យានោះដែរពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាព 9 TV មិនអាចសុំការបំភ្លឺពីលោកយាងពេជ្របាននោះទេគិតត្រឹមថ្ងៃទី2ខែមេសាឆ្នាំ2026នេះដោយខលតាមលេខទូរស័ព្ទ092 9049និង69ចូលហើយតែមិនមានអ្នកទទួលទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន 9 TV នៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 7995និង72 9 TV នឹងលំអិតរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ